សពផ្ទះអស់លុយរាប់ម៉ឺនដុល្លារស្រាប់តែចង់ក្រោយអ្នកម៉ៅការរត់ចោលការដ្ឋានបាត់មុននឹងផុតចូលគេជាសាធារណៈរឿង3យ៉ាងនេះដែលម្ចាស់ផ្ទះត្រូវតែដឹងជាបន្ទាន់ថ្មីនេះយើងឃើញមានការតវ៉ាជាច្រើននៅលើបណ្ដាញសង្គមដែលពាក់ព័ន្ធទៅនឹងរឿងអ្នកម៉ៅការសាកសងរត់ចោលគម្រោងឬធ្វើការយឺតយ៉ាវដែលធ្វើឲ្យម្ចាស់ផ្ទះខាតបង់ទាំងលុយនិងពេលវេលាចុះបើជួបបែបហ្នឹងតើគួរដោះស្រាយបែបម៉េចទៅមិនខុសច្បាប់ដំណោះស្រាយនិងជំហានខ្លះៗដែលបងប្អូនគួរតែអនុវត្តមានដូចជាទី1ផ្ទៀងផ្ទាត់កិច្ចសន្យានិងចេញលិខិតផ្លូវការកុំតវ៉ាតាមអារម្មណ៍ត្រូវពិនិត្យកិច្ចសន្យាឡើងវិញហើយឲ្យមេធាវីចេញលិខិតជូនដំណឹងផ្លូវការកំណត់ពេលឲ្យអ្នកម៉ៅការចូលខ្លួនមកដោះស្រាយទី2ប្រមូលភស្តុតាងដើម្បីប្តឹងបើគេនៅតែកិច្ចវេះអ្នកមានសិទ្ធិប្រើប្រាស់កិច្ចសន្យានោះជាភស្តុតាងដើម្បីប្តឹងទៅតុលាការទាមទារប្រាក់និងសំណងព្រមទាំងរំលាយកិច្ចសន្យាដើម្បីរកជាងថ្មីហើយចំណុចដែលសំខាន់បំផុតទោះបីជាយើងជាជនរងគ្រោះក៏ដោយក៏កុំយកឈ្មោះឬមកគេទៅផុសជាប្រមាថជាសាធារណៈដោយប្រើពាក្យអសុរោយសោះព្រោះប្រយ័ត្នពីអ្នករងគ្រោះទៅជាអ្នកខុសវិញហើយត្រូវគេប្តឹងបកពីបទបរិហាគេជាសាធារណៈវិញកុំភ្លេចថាការចំណាយលុយបន្តិចបន្តួចលើការរៀបចំកិច្ចសន្យាជាមួយអ្នកជំនាញច្បាប់តាំងពីដើមគឺជារបាំងការពីប្រាក់រាប់ម៉ឺនដុល្លាររបស់អ្នកទាំងអស់គ្នាចំណែកបងប្អូនវិញធ្លាប់មានបទពិសោធន៍ជួបរឿងនឹងដែរអត់កុំភ្លេចខមមិនចែករំលែកនៅខាងក្រោមផងណាហើយកុំភ្លេចចុច follow ហាង Property ដើម្បីទទួលបានវីដេអូបែបនេះជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយបាយចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមតាក់ទងមកកាន់ Harbor Property